សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំសុជាតិបន្តទៀតថ្ងៃនេះយើងជជែកគ្នាអំពី phrasal verb setback គឺជា phrasal verb ដែលយើងអាសាជួបនៅក្នុងការងារនៅក្នុងវិស័យការងារហើយខ្ញុំជឿថាភាគច្រើនគេចេះអស់ហើយពាក្យ setback ហ្នឹងប៉ុន្តែមានអ្នកខ្លះអាចនឹងមិនទាន់ចេះនៅឡើយទេណាហើយមួយទៀតខ្ញុំនឹងបង្ហាញអំពី setback ជាប់គ្នាតើវាខុសគ្នាមិនឬក៏មានន័យថាម៉េចណាអូខេអញ្ចឹងថាតើ setback ហ្នឹងប្រែថាម៉េចហើយ setback ហ្នឹងមានពាក្យណាខ្លះដែលមានន័យស្មើ setback អាចប្រើជំនួសគ្នាបានអូខេតោះយើងចាប់ផ្ដើមចូលមើលតែម្ដង setback ណា setback អត្ថន័យទី1បកប្រែថាធ្វើឲ្យយឺតឬក៏ធ្វើឲ្យខកខានឬក៏ធ្វើឲ្យពន្យាពេលឬក៏ពេលខ្លះបកប្រែថារារាំងឬក៏បង្អាក់ណាបង្អាក់ដំណើរការអ្វីមួយបង្អាក់អ្វីមួយអីចឹងទៅណាអូខេអត្ថន័យទី2ប្រែថាធ្វើឲ្យនរណាម្នាក់ខាតលុយច្រើនណាធ្វើឲ្យនរណាម្នាក់ខាតលុយច្រើនគេទៅសេជាភាសាអង់គ្លេសថា to cost somebody a lot of money ចឹងណាប៉ុន្តែអ្វីដែលខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាគឺអត្ថន័យទី1ណាអូខេតោះយើងចាប់ដើមមើលឧទាហរណ៍តែម្ដងអញ្ចឹង setback នេះប្រែថាធ្វើឲ្យយឺតយ៉ាវធ្វើឲ្យខកខានឬក៏ធ្វើឲ្យពន្យាពេលឬក៏ពន្យាពេលលេងតែម្ដងឥឡូវយើងមើលឧទាហរណ៍ what set you back អញ្ចឹងប្រែថាតើអ្វីទៅធ្វើឲ្យឯងខកខានឬក៏អ្វីទៅធ្វើឯងយឺតឬក៏អ្វីទៅធ្វើឯងពន្យាពេលអីចឹងណាខ្មែរយើងយកទៅប្រើពាក្យ delay ជំនួសភាសាអង់គ្លេសអញ្ចឹងណាអូខេ accident set me back អញ្ចឹង accident មានថាគ្រោះថ្នាក់ណាគ្រោះថ្នាក់ឬក៏គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យខ្ញុំយឺតយ៉ាវណា accident set me back project was set back by several week អញ្ចឹងកម្រងការងារហ្នឹងវាខកខានរយៈពេលឬក៏យឺតយ៉ាវជាច្រើនសប្តាហ៍ bad weather set back their flight អញ្ចឹងអាកាសធាតុមិនល្អណា bad weather ណាអាកាសធាតុមិនល្អធ្វើឲ្យខកខានឬក៏ធ្វើឲ្យយឺតយ៉ាវឬក៏ពន្យាពេលឬក៏រារាំងដល់ការហោះហើររបស់ពួកគេណាយើងប្រែមិនក៏បានដែលយើងគិតថាងាយស្រួលក្នុងការចំណាំអូខេ setback យើងអាចប្រើជំនួសវាដោយពាក្យ delay ក៏បានយើងប្រើជំនួស hinder ក៏បានណាឥឡូវយើងមើលឧទាហរណ៍ the train was delayed ឬក៏មានថារថភ្លើងយឺតយ៉ាវឬក៏រថភ្លើងត្រូវបានគេពន្យាពេលណាអូខេឬក៏ the train was set back ឬក៏ the train was hinder ណាយើងប្រើបានដូចគ្នាណាអូខេអញ្ចឹងឥឡូវយើងមើល setback ជាកិរិយាសព្ទនិង setback ជា noun កាលណាទៅសេ setback ដក clear អញ្ចឹងវាជាកិរិយាសព្ទណាហើយបើទៅសេ setback ជាប់គ្នាគឺជានាមណាហើយប្រែមានន័យស្តៀងគ្នាអញ្ចឹង setback ដែលជាកិរិយាសព្ទយើងប្រែថាធ្វើឲ្យយឺតយ៉ាវធ្វើឲ្យខកខានធ្វើឲ្យពន្យាពេលធ្វើឲ្យឬក៏រារាំងឬក៏បង្អាក់អីចឹងទៅណាដល់ពេល setback ជានាមបកប្រែថាជាឧបសគ្គជាបរាជ័យជាដំណើរថយក្រោយឬក៏ជាបញ្ហាអីចឹងទៅណាគឺជាការខកខានបើនិយាយពីប្រឡងគេថាការប្រឡងធ្លាក់ឬក៏ការបរាជ័យអំពីការប្រឡងអីចឹងទៅអូខេ money trouble cause a setback in my education money trouble ហ្នឹងក៏ប្រែថាឧបសគ្គបញ្ហាលុយកាក់បង្កជាឧបសគ្គណា cause setback ហ្នឹងបង្កជាឧបសគ្គ in my education ក្នុងការរៀនសូត្រសិក្សារបស់ខ្ញុំ the meeting was set back គេឥឡូវអានេះជានាមណាដល់ក្រោយ the meeting was set back អញ្ចឹងការប្រជុំត្រូវបានពន្យាពេលឬក៏ការប្រជុំត្រូវបានរារាំងឬត្រូវបានបង្អាក់ឬក៏ត្រូវបានខកខានមិនបានប្រជុំទេអញ្ចឹងទៅអូខេអញ្ចឹងអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមេរៀននេះខ្ញុំមានតែប៉ុណ្្នេះទេបើសិនជាមានសំណួរមានចម្ងល់អីសូមកុំភ្លេចជួយចូលទៅ comment សួរចុះខ្ញុំនឹងឆ្លើយនៅពេលក្រោយឲ្យណាអរគុណច្រើនអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ